ទាំងនេះគឺជានារីដែលស្រស់ស្អាតហើយក៏មានកវែងជាងគេបំផុតនៅក្នុងពិភពលោកដោយនារីទាំងនេះគឺស្ថិតនៅក្នុងប្រទេសភូមានារីទាំងនេះគឺពឹងផ្អែកទៅលើការលក់នៅផលិតផលសម្រាប់ភ្ញៀវទេសចរដែលបានចុះទៅទេសចរនៅក្នុងភូមិឃុំនៃស្រុកឬក៏ក្រុមរបស់ពួកគាត់កុមារីដែលមានអាយុ5ឆ្នាំគេនឹងចាប់ផ្ដើមបំពាក់កងនៅក្នុងកកឲ្យមានឆ្អឹងកងវែងរហូតចម្រើនវ័យដល់អាយុ7ឆ្នាំគេក៏ចាប់ផ្ដើមបង្កើតនៃកម្រិតកងគេធ្វើបែបនេះរឿយៗរហូតដល់អាយុពេញវ័យដល់អាយុ25ឆ្នាំទើបគេកាត់បន្ថយនៅក្នុងការបង្កើនកម្រិតកងចឹងទេនារីទាំងនេះគឺមើលទៅហាក់ដូចជាស្រស់ស្អាតហើយក៏មានគ្រឿងអលង្ការដែលលេចធ្លោបំផុតដែលពាក់នៅក្នុងកកគឺច្រើនជាងគេបំផុតនៅក្នុងពិភពលោកនារីគ្រប់រូបចាំបាច់ត្រូវធ្វើបែបនេះព្រោះអីនៅក្នុងស្រុកភូមិឃុំរបស់គាត់គឺល្បីខ្ទោគ្នាទៅដល់ភ្ញៀវអន្តរជាតិតែងតែមកទស្សនានិងលក់គ្រឿងអលង្ការក៏ដូចជាសម្លៀកបំពាក់ហូលផាមួងទៅដល់ភ្ញៀវទាំងនោះដែលបានមកទស្សនានៅក្នុងស្រុកភូមិឃុំរបស់គាត់នារីទាំងនេះចាំបាច់ត្រូវតែលាងសម្អាតកងនៅក្នុងកកជារៀងរាល់ថ្ងៃព្រោះអីនៅក្នុងកកនៅពេលដែលពាក់កងយូរវាអាចធ្វើឲ្យហប់នៅក្នុងកកអញ្ចឹងទេភាពស្អុះស្អាប់នឹងកើតមានឡើងការធ្វើអនាម័យក៏ដូចជាការលាងសម្អាតនៅក្នុងកកត្រូវតែស្អាតជានិច្ចហើយការពាក់កងនៅក្នុងកកនេះគឺជាសិល្បៈមួយដែលឆ្លុះបញ្ចាំងអំពីអរិយធម៌ក៏ដូចជាប្រពៃណីតាំងពីបរមរាជរបស់ពួកភូមិឃុំនៅក្នុងស្រុករបស់គាត់ដែលមានតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នភ្ញៀវទេសចរនៅពេលដែលបានទៅទស្សនាក៏ដូចជាបានទៅលេងនៅទីនោះតែងតែថតផ្តិតយករូបភាពក៏ដូចជាទិញវត្ថុអនុស្សាវរីយ៍ដែលពួកគាត់បានបង្កើតឡើងដោយដៃរបស់ពួកគាត់សូមពុកម៉ែបងប្អូនកុំភ្លេចចុច like Subscribe និង Follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ Admin